ពុទ្ធសាសនាថាបើអ្នកណាធ្វើពលីទាំង5បានអ្នកនឹងបានសេចក្តីចម្រើនសេចក្តីវិនិច្ឆ័យអត់មានទេមួយអតិថិពលីចេះទទួលភ្ញៀវកូននៅផ្ទះនៅសបែងដូចថារស់រេរាក់តាក់កូនណាហ្នឹងហើយស៊ីអីក៏ដោយកុំមុខកញ៉េកញើមុខមកឲ្យក្រោយមើលស៊ីម្ឡើងឯងទី2ញាតពលីចេះសង្គ្រោះញាតចេះជួយបងប្អូនកុំបោះបង់គ្នាចោលណាកូនណាប៉ុន្តែជួយបងប្អូនពេលខ្លះអត់ស្រួលទេណាញោមណាឲ្យឲ្យមិនសងខ្ចីឲ្យស៊ីដាច់អីធ្លាប់លឺអីញោមធ្លាប់មានទេអញ្ចឹងបានក្នុងធម៌លោកប្រាប់ថាចេះញាតរបស់យើងមួយបើខ្ចីឲ្យសងឲ្យខ្ចីទៀតចាស់មិនអីទេប៉ុន្តែបើខ្ចីឲ្យមិនសងកុំឲ្យខ្ចីឲ្យបរោយតែមានប្រមាណឲ្យវាដាច់បរោយកុំឲ្យអីញោមកុំឲ្យអីកុំឲ្យមើលមុខគ្នាលែងចាំហើយតែខ្ចីលុយមិនសងបាក់ធ្វើមុខដាក់គ្នាណាអញ្ចឹងកុំដូចជាសត្រូវបើសូវកុំឲ្យខ្ចីហើយឲ្យបរោយហ្នឹងហើយបើថាមនុស្សនឹងខ្ចីសងអានឹងឲ្យខ្ចីទៀតចាស់មិនអីទេទី3ពពៈពេតពលីដឹងគុណចំពោះចដូនចតាស្រុកទេសបពការីជនពពៈបរោះយើងធ្វើបន់ឧទ្ទិសជូនគាត់តើអីកូនបរិជាអ្នកដែលមានឧបការៈនៅលើស្រុកទេសយើងហ្នឹងយើងនឹករលឹកហើយនឹងទី4រាជពលីយើងដឹងគុណរាជការយើងបង់ពន្ធជូនរដ្ឋអញ្ចឹងណាហើយនឹងទី5យើងធ្វើទេវពលីយើងធ្វើបន់ឧទ្ទិសជូនទេវតាតើអ្នកទាំងអស់គ្នាទាំងទេវតាយើងធ្វើបន់យើងធ្វើពលីកម្មពុទ្ធទេវតាមាន2មួយយើងជូនបន់ណាខ្ញុំថ្ងៃហ្នឹងបានធ្វើបន់ជូនបន់ទេវតាថែអាសានៅផ្ទះនៅភូមិនៅស្រុកទទួលបន់ខ្ញុំឲ្យសូមឲ្យបានសេចក្តីសុខចាស់ទី1ពលីទី2យើងដាក់នំនេកចេកអំពៅឲ្យគេទៅជាការរាប់អានដូចអ្នកចិត្តខាងអញ្ចឹងទាំងអស់គ្នាគ្រាន់តែយើងមើលឃើញយើងមើលមិនឃើញគេមើលឃើញយើងតែប៉ុណ្ណឹងវានៅដាច់ភពពីគ្នាប៉ិនបើយើងរាប់អានគេក៏រាប់អានយើងវិញដែរអញ្ចឹងណាយមណាប៉ិនតែកុំឲ្យដេកផ្សំដួលលមួលផ្សំគ្រិចអង្គុយគិតតែបែបន់សុំលេខឆ្នោតមិនប្រកែទេណាថ្ងៃយើងធ្វើល្អទៅទេវតាគង់តែជួយឯអនុមោទនា